SP Falcon ដែលជាក្រុមមកពីម៉ុងហ្គលីហ្នឹងគឺឃើញថាមកដល់កម្ពុជាតាំងពីយប់ថ្ងៃទី14ខែតុលាម្លេះបងប្អូនដើម្បីត្រៀមការប្រកួត AFC Challenge League ដល់កាល2025និង2026និយាយរួមទៅគឺការត្រៀមមកគេមុនការប្រកួតគឺត្រៀមជាង10ថ្ងៃមុនការប្រកួតហើយដោយសារតែយើងនឹងស្រាប់ហើយស្ថានភាពនៅស្រុកយើងរៀងក្តៅជាងម៉ុងហ្គលីណាបងប្អូនអញ្ចឹងខ្ញុំត្រួសរឿងនេះជូនបងប្អូនបាទមានសួរបងប្អូនដែលគ្រប់គ្រង Channel YouTube របស់ខ្ញុំរួមទាំងបងប្អូនដែលគ្រប់គ្រងទៅលើ Page Mobile TK Sport Refresh រួម Page របស់ខ្ញុំឆនទឹកបាទក្នុងវីដេអូនេះគឺតកតងទៅនឹង SP Falcon គឺបើនិយាយមកចេញពីម៉ុងហ្គលីមកគឺថ្ងៃទី14ខែតុលាឥឡូវនេះគឺថ្ងៃទី17បាទ15វឹកហាត់បានមួយថ្ងៃ16ហាត់បានមួយងាកទៀតហើយឥឡូវយប់នេះគឺថាថ្ងៃទី17ហើយបាទអញ្ចឹងគឺអាចថាជាថ្ងៃទី3ដែលគេវឹកហាត់នៅព្រះរាជាណាចក្រកម្ពុជាដើម្បីបន្ស៊ាំទៅនឹងអាកាសធាតុនៅទីនេះអញ្ចឹងគេមកនេះគឺថាត្រៀមខ្លួនបាទការប្រកួត AFC Challenge League ទល់នឹងស្វែងរៀងក្នុងការប្រកួតបើកឆាកបាទសម្រាប់ Pool D នៃពានរង្វាន់ AFC Challenge League ហ្នឹងបញ្ជាក់បងប្អូនថាយើងស្ថិតនៅក្នុងតំបន់ខាងកើតដែល Pool D ហ្នឹងគឺយើងមាន Manila Diker ដែលជាក្រុមមកពីហ្វីលីពីនមានប្រខណ្ឌរាជស្វែងរៀងដែលជាក្រុមម្ចាស់ផ្ទះដែលរៀបចំនៅពហុកីឡដ្ឋានជាតិមកដដែលជោទី3គឺ SP Falcon ដែលខ្ញុំកំពុងតែនិយាយនេះទី4គឺ Isara ដែលជាក្រុមរបស់ឡាវបងប្អូនទាំងអស់គ្នារំលឹកបន្តិចថាកាលពីរដូវកាលមុនប្រខណ្ឌរាជស្វែងរៀងក៏បានជួបក្រុម SP Falcon នេះដែរហើយយើងបានយកឈ្នះ2-1បាទហើយបានឡើងទៅកាន់វគ្គបន្តរហូតហូរហែរហូតដល់ឡើងទៅដល់វគ្គបាទផ្ដាច់ប្រោះសម្រាប់ប្រខណ្ឌរាជស្វែងរៀងអញ្ចឹងដូវកាលនេះគឺជាដូវកាល2ឆ្នាំជាប់គ្នាហើយដែលបាទជួបគ្នាសារជាថ្មីក្នុងនាមជាក្រុមជើងឯករបស់លីកកំពូលកម្ពុជាបាទថ្ងៃទី26ប្រខណ្ឌរាជគឺស្វាគមន៍ SP Falcon នឹងតែម្ដងថ្ងៃទី29ដុល្លារបាទប្រខណ្ឌរាជគឺត្រូវប៉ះនឹងអ៊ីស្រារបស់ឡាវហើយថ្ងៃទី1បាទប្រខណ្ឌរាជត្រូវប៉ះនឹង Manila Diker របស់ហ្វីលីពីនកីឡាករបរទេសរបស់ SP Falcon ខ្ញុំបានឆែកមើលនេះគឺមានរហូតដល់10នាក់ឯណោះបងប្អូនក្នុងនោះគឺមានជប៉ុន2នាក់ហើយប្រេស៊ីលគឺសរុបរហូតដល់5នាក់ក្រៅពីជប៉ុននិងប្រេស៊ីលក៏មានសញ្ជាតិរុស្ស៊ីក៏មានសញ្ជាតិហ្សេបហើយនិងអូបេគីស្ថានផងដែរបាទប្រខណ្ឌរាជស្វែងរៀងនេះបច្ចុប្បន្នគឺមាន7នាក់បងប្អូនដោយមិនរាប់ពីយូដៃអូកាវ៉ាដែលគាត់កាន់សញ្ជាតិខ្មែរស្រាប់ទៅហើយអញ្ចឹងទាំងអស់ហ្នឹងគឺមាន7នាក់ហើយលីសូលហិរៀងថាអាចនឹងមានអ្នកចូលរួមម្នាក់ឯទៀតតែយើងរងចាំតាមដានទាំងអស់គ្នាទៀតបាទបងប្អូនតកតងទៅនឹងការប្រកួត AFC Challenge League នេះមិនមែនមានត្រឹមតែប្រខណ្ឌរាជស្វែងរៀងទេភ្នំពេញក្រោនក៏ត្រូវត្រៀមខ្លួនដែរដោយភ្នំពេញក្រោនត្រូវទៅលេងនៅទឹកដីឥណ្ឌូនេស៊ីដែលក្រុម Dewa United ធ្វើជាម្ចាស់ផ្ទះបងប្អូនក្នុងនោះគឺមាន Dewa មាន San United មាន Thailand City ហើយនិងភ្នំពេញក្រោននឹងឯងហើយការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី26ខែតុលាដូចគ្នាបាទបើនិយាយពីលីកកំពូលកម្ពុជាក្នុងចំណាត់ថ្នាក់អាស៊ីនាពេលបច្ចុប្បន្នគឺធ្លាក់មកលេខ24បាទកន្លងទៅមាន23 24អញ្ចឹងទៅតាមចំណាត់ថ្នាក់នៃការប្រកួតក្រុមនៅក្រៅស្រុកអញ្ចឹងណាឥឡូវគឺធ្លាក់មកលេខ24ហើយសម្រាប់ម៉ុងហ្គលីនេះគឺលេខរបស់គេគឺលេខយើងក្រែលដែរបាទគឺ34បាទអញ្ចឹងបើនិយាយទៅគឺខុសគ្នា10លេខដែរតែយ៉ាងណាក៏ដោយគឺសម្រាប់ SP Falcon ទល់នឹងប្រខណ្ឌរាជស្វែងរៀងនេះគឺហៅថាមានការប្រែប្រួលច្រើនខ្ញុំគិតថាអាចនឹងខ្លាំងជាងកាលដល់កាលមុនទៀតផងអញ្ចឹងរងចាំតាមដានលំអិតហើយខ្ញុំនឹងរៀបចំវីដេអូជូនបងប្អូនបន្តទៀតបាទ